បាទជំរាបសួរបងអូនគាត់សួរថាត្រៀមសម្រាប់កម្មវិធីអីមែនហើយមុននឹងឆ្លើយសំណួរខ្ញុំបាទក៏សូមចូលរួមរំលែកទុកជូនទៅកាន់គ្រួសារវីរៈកងទ័ពពលីនិងសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ហើយសូមអំពាវនាវដល់បងប្អូនបន្តចូលរួមឧបត្ថម្ភដល់បងប្អូនភិសិកនិងកងទ័ពជួរមុខតាមគ្រប់រូបភាពទាំងអស់តាមលទ្ធភាពបងប្អូនដែលត្រឡប់មកឆ្លើយសំណួរវិញគឺប្រតិចាអ្នកគ្រូនិងសិល្បករទាំងអស់គ្នាបានស្ម័គ្រចិត្តចូលរួមការសម្ដែងល្ខោនក្បាច់បុរាណរឿងមហាវេស្សន្តរជាតកក្នុងកម្មវិធីបុណ្យវត្តអង្គតាពៅដែលមានឈ្មោះថាបុណ្យទេសនាមហាវេស្សន្តរជាតកបុណ្យផ្លុងរបាតព្រះសង្ឃ69អង្គនិងកម្មវិធីទិកុសលដល់វីរៈកងទ័ពខ្មែរដែលបានពលីជីវិតដើម្បីការពារជាតិមាតុភូមិហើយពិសេសនោះគឺមានមូលនិធិមហាវេស្សន្តរធនបរិច្ចាគដើម្បីជួយដល់ជនភិសិកនិងវីរៈកងទ័ពហើយនេះគឺជាខ្ជូអកូរបស់វត្តក៏ដូចជាមូលនិធិផ្ទាល់តែម្ដងកម្មវិធីបុណ្យប្រព្រឹត្តទៅនៅវត្តអង្គតាពៅឃុំខ្វៅស្រុកសំរោងខេត្តតាកែវកម្មវិធីបុណ្យចាប់ផ្ដើមពីព្រឹកទៅតែម្ដងនៅថ្ងៃ28នេះដោយមានជាការរកបាតនិងកម្មវិធីសាសនាហើយការសម្ដែងល្ខោនក្បាច់បុរាណនិងប្រព្រឹត្តទៅនៅពេលល្ងាចពុកម៉ែបងប្អូនដែលនៅភូមិសាស្ត្រឃុំខ្វៅស្រុកសំរោងខេត្តតាកែវអាចអញ្ជើញចូលរួមបរិច្ចាគទៅដល់មូលនិធិនិងទស្សនាការសម្ដែងល្ខោនក្បាច់បុរាណរបស់អ្នកគ្រូនិងសិល្បករដែលអញ្ជើញទៅពីរាជធានីភ្នំពេញហើយពួកយើងសង្ឃឹមថានឹងមានពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកកកដើម្បីឧបត្ថម្ភទៅដល់មូលនិធិគាំទ្រទៅដល់ជនពិសេសគឺវីរៈកងទ័ពជុំនិងកុំភ្លេចចូលរួមគាំទ្រលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូនិងសិល្បករដែលអញ្ជើញទៅពីរាជធានីភ្នំពេញផងដែរព្រះសម្មាទិទេពសត្វថ្លៃដ៏ប្រសើរអើយព្រះស្រីវេស្សន្តរមិនថិតដោយនៅទម្លងប្រវេណីព្រះអង្គឡើយម្ដេចទ្រង់ហ៊ានយកតម្រៃរត់គង្គលបច្ច័យនេះគេប្រទានដល់ព្រាមនៃនគរផ្សេងតម្រៃរត់គង្គលមហាប្រសើរតែងចម្រើនសិរីសួស្ដីអ្នកស្រីពីរះផងទាំងពួងសូមព្រះអង្គទ្រង់ព្រះតម្រេចតាមពាក្យអ្នកស្រីពីរះមានតែព្រះរាជកដល់របស់ព្រះអង្គទៅនៅក្នុងគ្រីបង្គត់បរិបទមានទៅ